vìកំពុងតែ sending ឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនរងចាំមួយផ្លែតមកបាទអញ្ចឹងបងប្អូនឃើញហើយនេះពេលយើងដាក់ជាភាសាអង់គ្លេសចេះ I never made it but I know what it takes I'm motivated by a mix of emotion got my statement បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀប edit បាទជាមួយនឹងរូបភាពរបស់យើងឲ្យទៅជាអក្សរឬអក្សរទៅជារូបភាពអញ្ចឹងឥឡូវជាដំបូងខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នានៅរបៀបសរសេរអក្សរដើម្បីឲ្យ CapCut របស់យើងនេះបាទឥឡូវខ្ញុំចូលមក CapCut សិនដើម្បីឲ្យ CapCut វា convert ជាពីអក្សររបស់យើងទៅជារូបភាព AI បងប្អូនទាំងអស់គ្នាអញ្ចឹងតាម CapCut របស់យើងគឺវាអាច edit បានផងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលនៅកន្លែងនេះមកបងប្អូនហើយបងប្អូនចូលទៅរើសយកពាក្យមួយដែលមានឈ្មោះថា text iMac បងប្អូនទាំងអស់គ្នាហើយយើងចុចពីលើវាមកអញ្ចឹងរូបភាពនេះដែលជារូបភាពដែលខ្ញុំបានធ្វើផងដែរបងប្អូនទាំងអស់គ្នាបាទខ្ញុំបានធ្វើអញ្ចឹងបងប្អូនអាចសាកល្បងមើលបានវានៅក្នុងនេះគឺវាអាចសរសេរអក្សរទៅគឺវាអាចស្គាល់ផងដែរអញ្ចឹងឥឡូវខ្ញុំសាកល្បងសរសេរជាអក្សរខ្មែរបាទឥឡូវខ្ញុំសរសេរពាក្យថាត្រីមួយចុះត្រីចេះហោះត្រីមានស្លាបចេះហោះចុះស្លាបចេះហោះអញ្ចឹងវាអាចស្គាល់នឹងអក្សរខ្មែររបស់យើងដែរបងប្អូនទាំងអស់គ្នាពេលយើងសរសេរឲ្យវា edit ចេញជារូបភាពអីមួយឲ្យយើងហើយបងប្អូនយកពាក្យថា generate បងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងប្អូនឃើញហើយវាដាក់ sending វាកំពុងតែដំណើរការធ្វើឲ្យយើងបងប្អូនឃើញហើយនេះវាហើយអញ្ចឹងវាចេញទៅជាត្រីវាមិនមែនចេញជាត្រីទេពេលខ្លះវាទៅចេញជាចាផងត្រីហងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យវាច្បាស់ថានេះយើង copy អក្សរខ្មែរដែលយើងសរសេរហើយយើងយកទៅចូលនៅក្នុង Google ដើម្បីវាបកប្រែជាភាសាអង់គ្លេសយើងមកបងប្អូនទាំងអស់គ្នាបាទអូខេឥឡូវខ្ញុំចុច tag ចេះមកហើយយើងយកចេះជាភាសាអង់គ្លេសហើយយើង copy ភាសាអង់គ្លេសហ្នឹងយកមកដាក់វិញដើម្បីឲ្យវាស្គាល់ភាសាអង់គ្លេសច្បាស់ជាងបងប្អូនទាំងអស់គ្នាអញ្ចឹងផាសចេះមកហើយយើងយកពាក្យថា generate ម្ដងទៀតមកបងប្អូនទាំងអស់គ្នាបាទវាដាក់ sending វាកំពុងតែ sending ឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនរងចាំមួយផ្លែតមកបាទអញ្ចឹងបងប្អូនឃើញហើយនេះពេលយើងដាក់ជាភាសាអង់គ្លេសចេះទៅឃើញនេះជារូបត្រីវាដាក់រូបត្រីមានស្លាបចេះហោះហើយអញ្ចឹងទៅបងប្អូនឃើញវាអាចហោះបានអញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាគាត់ប្រើ CapCut ប្រហែលជាអ្នកខ្លះបានដឹងអ្នកខ្លះអត់ដឹងថាវាអាច generate បាទជា AI ដូចជា AI ផងដែរជាអក្សររបស់យើងឲ្យចេញជារូបភាពជាច្រើនដែលយើងចង់បានអញ្ចឹងទៅជាមួយនឹង CapCut អញ្ចឹងបងប្អូនទាំងអស់គ្នាដែលថាបងប្អូនដែលថាមិនទាន់បានដឹងបងប្អូនអាចមើលវីដេអូនេះបានហើយកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំបាទហើយ VTube ក៏មានតាវីដេអូតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាវាមិនវែងប្រហែលទេវីដេអូនេះអញ្ចឹងកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូន I never